បាទគោរពជំរាបសួរពុកម៉ែបងប្អូនជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំចុះធ្វើស្មៅជុំវិញគល់ខ្នោអញ្ចឹងក៏នឹកឃើញថាចង់ថតវីដេអូផ្ញើជូនពុកម៉ែបងប្អូនបានមើលដែរអញ្ចឹងណាហើយដូចដែលខ្ញុំតែងតែបញ្ជាក់ហេតុអីបានខ្នោរបស់យើងនេះយើងហ៊ាននិយាយថាជាខ្នោធម្មជាតិ 100% ព្រោះសំបីតែខ្ញុំធ្លាប់បញ្ជាក់ហើយថាសំបីតែស្មៅក៏យើងមិនដែលបានទៅទិញថ្នាំសម្លាប់ស្មៅអីយកមកបាញ់ដែរព្រោះវាប៉ះពាល់ដល់សុខភាពអ្នកដែលពិសាខ្នោរបស់យើងអញ្ចឹងណាអញ្ចឹងយើងសុខចិត្តប្រើជាមួយនឹងកម្លាំងសុទ្ធសាធមកអញ្ចឹងវាធ្វើឲ្យអាថ្លៃដើមផលិតរបស់យើងក៏វាអស់កាន់តែថ្លៃទៅតាមហ្នឹងអញ្ចឹងបានខ្នោរបស់យើងក៏យើងលក់ទៅតាមតម្លៃដែលយើងអាចនឹងយកមកផ្គត់ផ្គង់ការផលិតដើម្បីឲ្យបានខ្នោធម្មជាតិរបស់យើងនឹងវិញដែរអញ្ចឹងណាថ្ងៃមុនមានខមមិនបងមួយគាត់ថាមុនពេលដែលសៀមជាមួយនឹងខ្មែរយើងមានបញ្ហាគាត់យកខ្នោពីគេមកត1គីឡូត1000ពេលខ្លះដល់1000ផងហើយហេតុអីបានជាខ្នោនៅក្នុងស្រុករបស់យើងលក់ថ្លៃជាងខ្នោដែលយកចូលមកពីក្រៅប្រទេសខ្ញុំក៏បានប្រាប់ទៅគាត់វិញថាដោយសារតែការផលិតរបស់យើងខុសគ្នាបើសិនជាខ្ញុំចង់ធ្វើលក់នៅក្នុងតម្លៃ1000ខ្ញុំអាចធ្វើបានដូចគ្នាតែអានេះខ្ញុំធ្វើសម្រាប់ឲ្យពុកម៉ែបងប្អូនភាសាទៅគឺទទួលបានខ្នោដែលសុវត្ថិភាពមិនត្រឹមតែឆ្ងាញ់គឺជាខ្នោដែលសុវត្ថិភាពញ៉ាំទៅវាចម្រើនដល់សុខភាពរបស់ពុកម៉ែបងប្អូនអ្នកដែលពិសាខ្នោរបស់ខ្ញុំអញ្ចឹងណាហើយដូចខ្ញុំប្រាប់អញ្ចឹងបើសិនជាចង់បានខ្នោ1គីឡូ1000ខ្ញុំធ្វើបានស្នាមស្មៅអីខ្ញុំមិនបាច់មកប្រើមនុស្សមកឆ្កាស្មៅជុំវិញខ្នោអីទេខ្ញុំបាញ់តែមួយសាយ៉ាងច្រើនមួយឆ្នាំបាញ់តែ2ដងហើយគាត់ថាពេលវាផ្លែមកសត្វល្អិតអីដែលវាចោះវាអីបាញ់តែថ្នាំពុលហើយអញ្ចឹងវាមានរបៀបដែលធ្វើបានអស់លុយតិចដើម្បីធ្វើអានឹងបានផលិតផលកាន់តែច្រើនទៀតប៉ុន្តែសួរពេលពុកម៉ែបងប្អូនយកទៅវិសាប៉ះពាល់អីគេខ្លះហ្នឹងអាហ្នឹងហើយវាជាតម្លៃដែលពុកម៉ែបងប្អូនគួរតែគិតគួរតែពិចារណាដែរអញ្ចឹងណាហើយខាងខ្ញុំដោយសារតែខ្ញុំប្រើនេះខ្ញុំប្រើនឹងគ្រឿងចាក់កាត់វាទូទៅហើយតាមគល់ខ្ញុំចាប់ដើមប្រើកម្លាំងមនុស្សយកមកឆាយវាឲ្យស្អាតឡើងវិញអញ្ចឹងណាអញ្ចឹងបានធ្វើឲ្យថ្លៃដើមផលិតវាអស់រៀងថ្លៃបន្តិចប៉ុន្តែក៏ខ្ញុំគិតថាវាមិនថ្លៃណាស់ណាដែរ1គីឡូ3500ប៉ុណ្ណឹងខ្ញុំគិតថាវាមិនថ្លៃពេកទេសម្រាប់ពុកម៉ែបងប្អូនទិញយកទៅពិសាអញ្ចឹងណាពីព្រោះវាបានទាំងសុខភាពហើយបានទាំងរសជាតិឆ្ងាញ់បាទអញ្ចឹងខ្ញុំសូមបកស្រាយត្រឹមតែប៉ុណ្្នឹងហើយចាំជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ